សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំចង់មកបង្ហាញមុខម្ហូបមួយគឺស្ងោរម្រះសម្រាប់ម្រះគឺជាដំបូងគឺខ្ញុំបានស្រុះវាបន្ទឹកចេញដើម្បីកុំឲ្យវាល្វីងពេកព្រោះអត់សូវចូលចិត្តល្វីងប្រហែលទេហ្នឹងហើយចំពោះសាច់ជ្រូកគឺខ្ញុំបានប្រើជាមួយសាច់ជ្រូក3ជាន់ព្រោះអីវាមានខ្លាញ់មានសាច់អញ្ចឹងវាអត់សូវសុទ្ធពេកសាច់សុទ្ធពេកមុននឹងខ្ញុំយកទៅគឺខ្ញុំបានច្រាំវាម៉ត់ហើយគឺខ្ញុំបានលាយគ្រឿងមានដូចជាខ្ទឹមសម្សួរហើយនឹងចំហឺបន្ទាប់មកយើងក៏បន្ថែមជាមួយប្រេងខ្យងទឹកត្រីប៊ីចេងស្ករអំបិលម្រេចតាមតារសជាតិដែលយើងចង់បានអញ្ចឹងណាបន្ទាប់ដែលយើងផ្សំហើយយើងក៏បានកច្បល់វាដើម្បីឲ្យវាចូលសព្វគ្នាឥឡូវយើងបានមកញាត់ចូលក្នុងម្រះញាត់ហើយយើងក៏បានដាក់ចូលក្នុងទៅទឹកដែលយើងដាំពុះណាពេលយើងដាក់ម្រះចូលហើយយើងក៏ទុកម្រះនឹងសាច់តឡើងផុយហើយយើងក៏បន្ថែមជាមួយស្លឹកខ្ទឹមបាយបងប្អូន